លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជានិងជាភរិយារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈសកម្មភាពមនុស្សធម៌ការងារសង្គមជាពិសេសការផ្ដល់កម្លាំងចិត្តទៅដល់ស្ត្រីនិងយុវតីកម្ពុជាវឌ្ឍនៈ Premium Light ឈ្នះពាន Pride of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវប្រសាសន៍និងទស្សនៈសំខាន់ៗរបស់លោកជំទាវតែងតែត្រូវបានថ្លែងឡើងនៅក្នុងព្រឹត្តិការណ៍ជាច្រើនដែលបង្ហាញអំពីការឲ្យតម្លៃយ៉ាងជ្រាលជ្រៅទៅលើកម្លាំងសមត្ថភាពនិងស្មារតីរបស់ស្ត្រីក្នុងនោះរួមមានទី1ជំនាញ Digital និងសមភាពកុមារីក្នុងសារលិខិតអបអរទិវាអន្តរជាតិនារី8មិនិនាកាលពីថ្ងៃទី8ខែមិនិនាឆ្នាំ2024លោកជំទាវបានជំរុញនិងលើកទឹកចិត្តទៅដល់កុមារីនិងយុវតីឲ្យចាប់យកបច្ចេកវិទ្យាថានៅក្នុងយុគសម័យ Digital បុគ្គលគ្រប់រូបទាំងកុមារីនិងកុមារាសុទ្ធតែអាចចាប់យកនូវជំនាញ Digital បានទៅតាមសក្តានុពលនិងចំណង់ចំណូលចិត្តរបស់ពួកគេដោយមិនប្រកាន់ភេទនោះឡើយទី2ស្ត្រីនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងពិធីបើកសម្ពោធផ្លូវការនៃមជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនភាពនិងការបង្កើនអំណាចសេដ្ឋកិច្ចស្ត្រី WEEDC កាលពីថ្ងៃទី3ខែធ្នូឆ្នាំ2025នៅខណ្ឌដូនពេញលោកជំទាវបានលើកឡើងអំពីទូនាទីសេដ្ឋកិច្ចរបស់ស្ត្រីថាស្ត្រីគឺជាកម្លាំងចលករដ៏ខ្វះមិនបានក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឲ្យកាន់តែរឹងមាំនិងមានភាពធន់ដោយលោកជំទាវតែងតែរំលឹកនិងផ្ដល់តម្លៃថាស្ត្រីគឺជាឆ្អឹងខ្នងដ៏ពិតប្រាកដនៃសេដ្ឋកិច្ចនិងគ្រួសារទី3សន្តិភាពនិងតម្លៃរបស់ស្ត្រីក្នុងឱកាសដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នាអបអរខួបលើកទី115ទិវាអន្តរជាតិនារី8មិនិនាកាលពីថ្ងៃទី12ខែមិនិនាឆ្នាំ2026នៅខាងមុខវត្តបទុមវតីរាជធានីភ្នំពេញលោកជំទាវបណ្ឌិតបានថ្លែងប្រសាសន៍ថាសម្រាប់ម្ដាយម្នាក់សន្តិភាពគឺនៅពេលដែលម្ដាយអោបកូននិងបានគូបញ្ជាក់បន្ថែមថាកម្ពុជាគឺជាប្រទេសមេដាធិបតេយ្យដែលឲ្យតម្លៃស្ត្រីជាធំទី4ស្មារតីសាមគ្គីភាពនិងការងារមនុស្សធម៌ក្នុងនាមជាអ្នកដឹកនាំការងារមនុស្សធម៌ក្នុងពិធីប្រគល់និងទទួលថវិកាបរិច្ចាគជូនកាកបាទក្រហមកម្ពុជាកាលពីថ្ងៃទី8ខែឧសភាឆ្នាំ2026លោកជំទាវបានបញ្ជាក់ពីជំហរនៃការជួយសង្គ្រោះនិងសាមគ្គីភាពថាគ្មានជនរងគ្រោះណាម្នាក់ត្រូវបានបំភ្លេចចោលក្នុងបេសកកម្មមនុស្សធម៌ឡើយហើយការជួយគ្នាក្នុងគ្រាលំបាកគឺជាការបង្ហាញអំពីសាមគ្គីភាពនិងទំនុកចិត្តដ៏រឹងមាំរបស់ប្រជាជនខ្មែរជារួមប្រសិនបើស្ត្រីណាម្នាក់នៅទីនេះមានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាមិនត្រូវបានគេផ្ដល់តម្លៃសូមមកស្ដាប់អំពីប្រសាសន៍របស់លោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីយកប្រសាសន៍និងសកម្មភាពទាំងអស់របស់លោកជំទាវមកធ្វើជាធម៌ពលជំរុញឲ្យមានទំនុកចិត្តនៅលើខ្លួនឯងអភិវឌ្ឍចំណេះដឹងនិងប្រែក្លាយភាពទន់ភ្លន់របស់ស្ត្រីឲ្យទៅជាកម្លាំងចលករនៅក្នុងការបង្កើតការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់គ្រួសារនិងសង្គមជាតិជួបជាមួយ Quick Frame នៅអេពីសូតក្រោយវឌ្ឍនៈ Premium Light ឈ្នះពាន Pride of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ